ពួកយើងមានឡើងលើដំបូលខ្ញុំតបចិនដែរមិនទៅខ្ញុំតែម្នាក់អញ្ចឹងខ្ញុំដឹងថាប្រហែលឆ្នាំមកនេះឯងគុំគួននៅក្នុងចិត្តមានចេតនាប្រើល្បិចបងខ្ញុំនៅទីនេះម្នាក់ឯងច្បាស់ជាម្ដាយកូនពួកឯងញុះញង់ហើយពូទី2ឈឺចឹងពិបាកធ្វើដំណើរពុកគាត់ថាផ្ទះថ្មីតលីគ្រឿងសង្ហារឹមអាចរៀបចំឲ្យតលីបន្តិចជៀសវាងពូទី2បុកត្រូវនោះគឺមានបំណងល្អឯងកុំប្រកែកខ្ញុំស្បាត់ថាគ្មានកូនប្រុសគឺមិនរើចេញចដាច់ខានតែពេលនេះពួកឯងឲ្យពូទី2រើទៅនៅផ្ទះថ្មីខ្ញុំម្នាក់ឯងទៅបង្កើតកូនជាមួយអ្នកណាទេតាំងពីបារាណមកគឺមេមន់ក្រាបពងមន់ក៏ក្រងាវមនុស្សស្រីបង្កើតកូនយកមនុស្សប្រុសមកមានប្រយោជន៍ស្អីតែនអញថាអ្នកណាមន់ទេមនុស្សប្រុសហ្នឹងខ្ញុំហើយខ្ញុំនិយាយជាមួយនាងជាមួយឯងដែលទៅធំនេះមិនច្បាស់ទេឯងកំបាន់ចិត្តពេកណាឯងនឹងម្ដាយឯងគឺព្រោះតែមានតែវាសនាល្អមានគុណសម្បត្តិរបស់បងថ្លៃការពារខ្លួនគឺមានអ្វីមកខ្ញុំមានវាសនាល្អមិននឹងឯងត្រូវគេຕົកចោលតាំងពីនៅទៅរក់ទេគ្មានឪពុកម្ដាយការពារតែបើខ្ញុំមានវាសនាល្អមិននឹងឯងត្រូវមានទី2ຕົកចោលនៅភូមិឋានចាស់ឈឺដល់សន្លប់ពេលតែបាត់បង់ជីវិតទៀតទេមិញទី2យល់ថាម៉ែខ្ញុំមានវិសាលល្អគឺព្រោះតែលោកពុកមានសុខភាពល្អពូទី2ម៉ែជាមានជំងឺតែប្រហែលឆ្នាំមកនេះពូទី2ក៏ស្ដាប់បង្គាប់មិញគ្រប់យ៉ាងដែរចេះស្កប់ស្កល់សោះអញ្ចឹងស្ដាប់បង្គាប់នោះគឺគេគ្មានសមត្ថភាពទេគេអាចបានការបើគុំតែគេកំសាកដល់ថ្នាក់នេះក៏មិនអាចធ្វើជាមេគ្រួសារបានខ្ញុំចាំបាច់ត្រូវម្ដាយកូនឯនេះស្អប់ខ្ពើមដែរទេអាជនកំសាកម្នាក់នេះមានតែគ្រួសារឆឹងពួកឯងទេដែលទប់ជាកំណប់នោះណាអ្នកស្រីទី2បែរជាតេះដៀលលោកម្ចាស់ទី2នៅចំពោះមុខអ្នកនាងទី4បែបនេះឬមួយក៏ឯងមើលមិនដឹងទេគេត្រូវនាវនាវបញ្ឈឺដល់មាត់គ្មានកម្រប់ហើយអ្នកស្រីគឺនិយាយថាអ្នកនាងគឺមានចេតនាហើយនាំអ្នកបំរើប្រមាណអ្នកទៅបន្ទប់មេគ្រួសារទៅចាអើយឆឹងបងក៏ຕົកថាជាមនុស្សប្រុសម្នាក់ដែរឃើញប្រពន្ធបងត្រូវគេប្រមាថដល់ថ្នាក់នេះបងបែរជាមិនមាត់មួយម៉ាត់សោះប៉ុណ្ណោះទេខ្ញុំឲ្យសម្ពុតនេះទៅបងចាស់ឲ្យបងស្លេកចេញទៅឲ្យពួកបងប្រុសរបស់បងនេះមើលទៅល្អទេរៀនសូត្រមិនពូកែគឺធ្វើជាមន្ត្រីមិនបានហើយគឺជាជនកំសាឲ្យកំបាក់ម្នាក់ទៀតផងបងនឹងអាចធ្វើអ្វីបានទៀតទៅហ៎បងនឹងអាចធ្វើអ្វីបានទៀតទៅហើយមិនក៏ខ្ញុំអភ័ព្វយ៉ាងនេះអញ្ចឹងបើជារៀបការជាមួយមនុស្សអត់បានការកំសាបើអូនមិនសុខចិត្តអាចត្រឡប់ទៅគ្រួសារគឺវិញបានបងប្រុសនឹងឲ្យមាសប្រាក់ទៅអូនកុំសម័យពេលខ្ញុំរៀបការជាមួយគ្រួសារឆឹងបងគឺមានបញ្ហាពេលនេះបងប្រុសមានបានទៅហើយបងបែរជាចង់បោះបង់ខ្ញុំចោលកុំសម័យបើមុននេះបងឲ្យខ្ញុំទៅគ្រួសារម្ដាយវិញណាខ្ញុំគឺគោរពបងដែលក្លាហានខ្លះដែរយ៉ាងម៉េចបងគឺជាជនកំសា
ដែលទុនឆ្អឹងអស់មួយជីវិតហើយបងថ្លៃគឺច្បាំងឈ្នះមកវិញហើយបងគឺក្លាហានតមាត់ជាមួយខ្ញុំហើយខ្ញុំប្រាប់បងចាស់ណាបងកុំសម័យមនុស្សអត់បានការបងដឹងតែពីពឹងផ្អែកលើបងប្រុសបងទេបងគឺជាមនុស្សអាក្រក់ខ្លាំងណាស់ចុះភ្លាមដាក់ចុះអ្នកបងឈឹងសំលោកមេតាបបានយកស្រាល្អមួយអតិនមកគឺចង់ផឹកជាមួយនឹងប្អូនទី2អញតែកំដរគេទៅជាមួយគ្នាទេនាងជីសុងនាងមិនចាំឲ្យគ្រាទេខ្ញុំមិនដើរដោយខ្លួនឯងបានបញ្ជារបស់អ្នកស្រីខ្ញុំមិនហ៊ានមិនស្ដាប់ទេសូមលោកម្ចាស់ទី2កុំធ្វើខ្ញុំពិបាកអីអ្នកទាំងពីរឆាប់លេងដៃភ្លាមទៅសិវយៀនអ៊ីនាងហ៊ានវាយខ្ញុំផងថ្ងៃនេះមិនត្រឹមតែចង់វាយអញទេហើយលែងលះជាមួយអញទៀតកុំសម័យពេលនោះគ្រួសារឆឹងធ្លាក់ខ្លួនដោយសារតែគ្រួសារកើយើងទាំងអស់អញ្ចឹងតែយ៉ាងម៉េចពេលនេះគ្រួសារឆឹងមានអំណាចគ្រួសារកើទុនខ្សោយខ្ញុំចង់វាយគឺវាយចង់លែងលះគឺលែងលះអញអាចធ្វើអ្វីខ្ញុំបានទេនាងហ៊ានទេឪពុកម្ដាយខ្ញុំមានគុណចំពោះគ្រួសារឆឹងគុណស្អីទេឧបត្ថម្ភស្បៀងក្នុងស្រុកក្នុងភូមិគ្រួសារអភិជនមួយណាដែលមិនធ្លាប់ជួយទេពួកយើងការពារសុវត្ថិភាពនៅក្នុងស្រុកទេគឺធ្វើឲ្យប្រជាពលរដ្ឋមិនបាច់ធ្លាក់ខ្លួននៅក្នុងភ្លើងសង្គ្រាមការពារជីវិតរបស់គ្រួសារជាច្រើនគ្រាន់តែផ្ដល់ស្បៀងនិងប្រាក់បន្តិចបន្តួចក៏ទុកថាមានគុណដែរនាងបាត់មកទៅមនុស្សស្រីដែលមានចិត្តវិចវេល្ងងខ្លាចដូចជាឯងនេះមានតែប្អូនទី2ទេដែលមានមេត្តាទ្រាំនឹងឯងដល់ពេលនេះឯងស្មានថាសពតែជាគុណសម្បត្តិរបស់ឯងគេខ្លាចឯង3ថ្ងៃក្រោយពួកយើងនឹងរើផ្ទះឯងនៅទីនេះរងចាំគ្រូតាមសម្រួលទៅមានន័យថាម៉េចនាងមានន័យថាម៉េចនាងបាច់ជាប្រាប់គ្រូសាម្ដាយខ្ញុំថាលែងលះខ្ញុំក្រែងអញចង់រៀបការម្ដងទៀតច្រើនដងហើយខ្ញុំគ្រាន់តែចង់ជួយជាកម្លាំងដល់ឯងតែប៉ុណ្ណោះខ្ញុំដឹងថានេះធ្វើបែបនេះចំពោះខ្ញុំគឺព្រោះតែចង់សងសឹកឲ្យកូនស្រីរបស់នាងតែខ្ញុំមិនដែលធ្វើបាបគេទេគឺគេគ្មានកំណត់ដល់ខ្លួនឯងគឺគេខុសដល់ខ្លួនឯងសិវយិនអ៊ីខ្ញុំមិនដែលស្អប់អ្នកណាដែលនិយាយទេក៏មិនដែលស្អប់មនុស្សខុសដែរឯងមិនចិត្តចំណែនកាប់កេងប្រវាញ់ខ្ញុំមិននឹងអាចមិនខ្វល់បណ្ដោយតាមឯងបានទេគ្រប់យ៉ាងដែលឯងធ្វើគឺខ្ញុំដឹងច្បាស់ខ្លាំងណាស់ជាង10ឆ្នាំមកនេះរឿងដែលឯងបានធ្វើចំពោះនាវខ្ញុំបានដឹងអស់ហើយឯងមិនបាច់កុហកខ្ញុំនោះទេអញ្ចឹងតើឯងអាចធ្វើអ្វីខ្ញុំបានទេយ៉ាងច្រើនណាស់គឺខ្ញុំនាំយ៉ាងត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះកុំសម័យពេលនេះយ៉ាងគឺជាកូនចៅគ្រួសារឆឹងហើយប្រកាសជាមនុស្សរបស់គ្រួសារឆឹងតែឯងគឺត្រូវទៅខ្ញុំត្រូវធ្វើឲ្យឯងស្គាល់ពីរសជាតិដែលឆ្នាំនោះឯងប្រើលេសទេវតាបង្ខំឲ្យខ្ញុំបោះបង់ចោលនាវតើឈឺចាស់ប៉ុណ្ណាទៅគឺជាអ្នកប្រុសតូចអ្នកម៉ែឲ្យទេវតានោះនិយាយត្រូវហើយអ្នកម៉ែត្រូវតែចាំទុកណាទេវតាបាននិយាយថាត្រូវទុកកូនម្នាក់នេះទើបអាចជួយឲ្យអ្នកម៉ែឆ្លងផុតគ្រោះថ្នាក់នឹងបានមិនអាចភ្លេចបាននោះទេយល់ទេអ្នកម៉ែមិនអាចភ្លេចទេមិនភ្លេចទេ
ពាក្យសម្ដីរបស់គ្រូទីក្នុងពិភពគុណក៏ឯងហ៊ាននិយាយប្រាប់អ្នកបាយដែរអីឯងមានបំណងស្អីទៅបងប្រុសចិត្តចេញច្បាំងហើយមិនដាច់ចិត្តពីកូនក៏ជារឿងធម្មតាដែរមែនហើយចៃដន្យអ្នកបងទៅតែសម្រាប់កូនសុខភាពទុនខ្សោយប៉ុណ្ណោះទេឲ្យអ្នកបងនិងអ្នកប្រុសតូចនៅជាមួយគ្នាទេបែបនេះអ្នកបងគឺអាចមើលថែកូនហើយអាចធ្វើតាមសម្ដីរបស់ទេវតាទៀតធ្វើឲ្យអ្នកម៉ែឆ្លងកាត់គ្រោះនេះបានអញ្ចឹងគឺល្អទាំងសងខាងឯងចង់បបាញ់បបាក់ប្តីប្រពន្ធយើងឲ្យសន់អ្នកណាក៏មិនអាចនៅដែរគ្រួសារពួកយើងស្លាប់ក៏ត្រូវនៅជាមួយគ្នាដែរចុះអ្នកម៉ែវិញនោះម៉ែគឺមិនជាអ្នកផ្ទះឯងទេឯងគឺដាច់ចិត្តពីជីវិតរបស់អ្នកម៉ែទេវតានិយាយហើយឆ្នាំនេះម៉ែអាចជួបនឹងគ្រោះលោហិតត្រូវតែទុកកូនរបស់មេគ្រួសារនេះទៅអាចរំដោះគ្រោះបានកូនអកតញ្ញូឯងនេះឯងចង់បានជីវិតរបស់ម៉ែច្បាស់ណាម៉ែចិញ្ចឹមបងប្អូនពួកឯងអត់ប្រយោជន៍ហើយអើយតាកញ្ចាស់អើយខ្ញុំរស់មិនបានទេនោះជាពាក្យកុហករបស់ជនបោកប្រាស់ច្បាស់ណាស់គឺគ្មានប្រយោជន៍ទេទេវតាទីឆាត់ខ្លាំងណាស់ទេវតានិយាយថាអ្នកបងគឺច្បាស់ជាបង្កើតបានកូនប្រុសនេះមិនត្រូវទេហ៎ត្រូវហើយទេត្រូវណាឡខ្ញុំនឹងទៅសម្រាប់គេចោលភ្លាមចាំមើលតើគេអាចទាយដឹងថាខ្លួនឯងមានគ្រោះថ្នាក់នេះអត់នេះលោកមេតមទើបថាទទួលបានបញ្ជាគូឆឹងមានគ្រោះថ្នាក់ត្រូវឲ្យលោកមេតមទៅជួយភ្លាមកូនព្រះអង្គគឺទើបតែចេញរាជបញ្ជាឆាប់រៀបចំទ័ពមួយជាមក្រោយចេញដំណើរទៅគូឆឹងភ្លាមឯងទៅក៏បានដែរត្រូវតែទុកគោម្នាក់នេះប៉ុណ្ណោះទេដែលកន្លងខ្លួនម៉ែទៅអ្នកម៉ែយីនេះអំបាច់មិញអ្នកម៉ែនិយាយថាម៉េចមានតែទុកកូននេះទៅអាចជួយរំដោះគ្រោះអ្នកម៉ែបានទេត្រូវហើយត្រូវតែទុកកូនម្នាក់នេះទៀតផងណាត្រូវកូនម្នាក់នេះបានចឹងទៅហើយអញ្ចឹងទុកកូនស្រីចាស់កូនស្រីគឺជាកូនភ្លោះប្រុសស្រីអ្នកស្រីបានបង្កើតអ្នកនាងម្នាក់ទៀតលោកស្រីមើលចោះខ្ញុំទុកកូនស្រីឲ្យអ្នកម៉ែគឺទុកថាប្តីប្រពន្ធយើងនឹងភាពកតញ្ញូចំពោះអ្នកម៉ែចាស់ខ្ញុំនាំកូនប្រុសទៅយីលោកមេតាំតកលហួកមានគ្រោះថ្នាក់មិនអាចយឺតយ៉ាវបានទេឆាប់ចេញដំណើរភ្លាមទេបញ្ជាពីខ្ញុំមិនឲ្យឯងចេញពីបន្ទប់នេះមួយជំហានទេចា៎ទេណាប្អូនទី2លោកម្ចាស់នៅកំដរអ្នកស្រីទុកចិត្តចុះ
ចាត់មនុស្សមកយាមតកលការបន្ថែមទៀតពេលនេះជារើផ្ទះហើយកុំធ្វើឲ្យគេបំផ្លាញសំណង់ល្អរបស់ពួកយើងអ្នកស្រីទុកចិត្តចុះមិនមែនខ្ញុំមើលស្រាលអ្នកស្រីទី2ទេទោះបីជាពេលនេះអកបិតទៅគេក៏គេមិនដាច់ចិត្តសម្លាប់ខ្លួនដែររឿងអកុសលនៅក្នុងគ្រួសារក៏មិនមែនជារឿងអ្វីល្អដែរកុំបង្ហាញទឹកមុខញញឹមញញែមអ្នកស្រីនិយាយត្រូវបើគេត្រឹមត្រូវបន្តិចនោះខ្ញុំប្រហែលជាអាចទុកផ្ទះចាស់នេះឲ្យគេនៅរហូតដល់ចាស់ហើយពេលនេះមើលទៅគឺប្រើលែងបានហើយដែលប្រទៀបដាំដៃនៅក្នុងក្រុងគ្មានអ្វីខុសប្រក្រតីទេមានតែផ្ទះមួយនោះទេចាប់តាំងពីមេការតងត្រូវចាប់ខ្លួនហើយក៏បិទទ្វារអ្នកក្រៅនិយាយថានៅទីនោះដាច់ស្រយាលហើយការរកស៊ីមិនល្អតែពួកគេចាប់អារម្មណ៍ឃើញថារដ្ឋហើយនៅមានអ្នកបម្រើយកអាហារយកមកឲ្យមនុស្សដែលនៅក្នុងនោះទៀតផងតែមនុស្សដែលនៅក្នុងនោះក៏មិនដែលចេញមកក្រៅឆាឆេเรียบร้อยជាងដែរនៅក្នុងលោកគ្រប់ជួយយងជាងគេមិនអាចបដ ாய் ឲ្យចូលសំណាក់ទេវតាដែលមានធូលីនោះទេរត់ទៅនោះអាចស៊ើបមកដល់ទីនេះបានទុកថាលោកពូកែទៅចុះតែរឿងដែលលោកចង់ដឹងមួយម៉ាត់ក៏ខ្ញុំមិននិយាយដែរខ្ញុំគ្មានកូនចៅគ្មានសាច់ញាតិលោកនៅអាចសម្លាប់ខ្ញុំប្របួនពូជបានទេខ្ញុំដឹងធ្វើដៃដល់ដែលលោកធ្វើឲ្យគេហាមាត់ច្រើនណាធ្លាក់ក្នុងដៃរបស់លោកច្បាស់ជារស់មិនគេចង់ផឹកខាងពូគឺជាថ្នាំបពុលជួយមិនបានទេចម្លើយអាវុធទាំងនេះមកចង់ពីល្អណាស់អាចជួយដោះស្រាយបញ្ហាឲ្យពួកយើងបានឆាប់យកទៅក្នុងធ្លាក់ទៅចម្លើយ
ជាអ្វីតែចាប់កម្មករដែលធ្វើការនៅក្នុងរោងជាងជាមួយនឹងអ្នកបម្រើនៅក្នុងសំណាក់ស៊ីខ្ញុំគឺចង់សួរចម្លើយម្ដងម្នាក់ចង់មើលតើខ្ញុំអាចនឹងប្រហាក់គេបានប្រមាណពូជដែរទៅអ្នកប្រុសចំណាំស្នាមនេះបានណាទោះបីខ្លាចទៅជាភេទក៏ខ្ញុំមិនភ្លេចឆ្នាំនោះមនុស្សដែលលួចផ្ដោអាវុធគេគឺផ្លាប់ដោអាវុធចូលទៅក្នុងឃ្លាំងនោះគឺជាគេខ្ញុំបែរជាឲ្យគេស្លាប់បែបនេះដែលងាយទៅវិញរូទីមនេះចាត់ទៅជីកដីក៏បីហាត់ក៏ត្រូវតែសើមបាទឈប់សិនកុំឲ្យមានសកម្មភាពខ្លាំងពេកកុំឲ្យអ្នកណាម្នាក់ដឹងពីដំណឹងស្លាប់របស់ស៊ីជីនចុងលួចសើពីទំនាក់ទំនងរបស់គេជាមួយនឹងមនុស្សទាំងអស់ដំណឹងរបស់មនុស្សកុំលើកលែងដំរីណាមួយអសោះបាទលោកម្ចាស់កើលោកឪពុកក្មេងខ្ញុំមិនខកបីចំពោះលោកឪពុកនោះទេមានឯណាទៅគឺពួកយើងមិនខកបីចំពោះឯងគ្រួសារកើយើងមិនខកបីចំពោះឯងនោះទេយ៉ាងសុំគោរពលោកតាអ្នកមីងចាប់ក្រោកឡើងមកចាប់ក្រោកឡើងយ៉ាងរបស់យើងធំហើយក៏ស្អាតណាស់ដែរយ៉ាងធំធាត់បានល្អយ៉ាងនេះដោយសារតែពួកដលងមើលថែបានល្អយ៉ាងអ្នកមីងបានយករបស់មកឲ្យឯងច្រើនណាសុខភាពរបស់យ៉ាងទុនខ្សោយជើងរបស់ប្អូនប្រុសទី2ក៏ពិបាកធ្វើដំណើរទៀតលោកម្ចាស់អាយុច្រើនហើយកុំឈរនៅទីនេះអីចាប់ចូលទៅខាងក្នុងទៅហើយលោកម្ចាស់មកអញ្ជើញសូមជើញឆាប់នាំគេទៅមកឆាប់ទៅនាំគេមកទេដើរទៅលោកមកខ្ញុំគឺអាណិតគេដែលបាត់បង់ម្ដាយតាំងពីក្មេងថ្នាក់ថ្នមហួសហេតុពេកខ្ញុំក៏ដឹងថាគេមានចំណុចមិនល្អជាច្រើនដែរតែនៅតែធ្វើមុខក្រាស់ឲ្យគេរៀបការចូលគ្រួសារឆឹងដដែលលំបាកដល់អ្នកទាំងអស់គ្នាហើយប្រហែលឆ្នាំនេះអ្នកទាំងអស់គ្នាគឺមានការអនុគ្រោះច្រើនថ្ងៃនេះណែខ្ញុំមកដល់ទីនេះគឺណែលោកម្ចាស់គឺខ្ញុំសំបាច់ទីតែមិនបានទីលំចាស់ក្រកឡើងលោកប៉ងគេគ្រួសារឆឹងមិនគប់បីចំពោះខ្ញុំច្បាស់ណាកូនចង្រៃស្រីចាប់តាំងពីឯងកើតមកលោកពូគឺស្ដាប់តាមឯងគ្រប់យ៉ាងស្រឡាញ់ឯងខ្លាំងណាស់ឯងមិនធ្លាប់បំពេញចិត្តកតញ្ញូមួយថ្ងៃណាដែរទេបង្ករឿងមួយថ្ងៃហើយមួយថ្ងៃទៀតពេលនេះលោកពូអាយុច្រើនហើយព្រោះតែឯងធ្វើដំណើរទាំងយប់កាត់ខ្យល់កាត់ភ្លៀងមកដល់ទីនេះឯងនៅគ្មានចរិយាខ្លួនអីតិចទេឯងនេះឯងពិតជាគ្មានចិត្តគ្មានខ្លាំងមែនលោកម្ចាស់ធ្វើបែបនេះធ្វើឲ្យពួកយើងអាម៉ាស់មុខណាស់
ថ្ងៃនោះខ្ញុំចេញច្បាំងបើគុំទៅលោកម្ចាស់ឧបត្ថម្ភស្បៀងខ្ញុំមិនទាំងអស់លោកមេតបកុំរំលឹករឿងទាំងអស់នេះអីមានតែមនុស្សស្រីដូចជាកូនស្រីខ្ញុំនេះទេទើបយករឿងស្បៀងនេះមកនិយាយរាល់ថ្ងៃពេលនោះក្រៅមេឃមានសង្គ្រាមគ្រួសារក៏យើងមានទ្រព្យសម្បត្តិខ្លះដែរតែក៏គ្មានទីពំនាក់ទៀតនោះគ្រាន់តែជាចំណីដែលចេញពីក្នុងមាត់ចចកតែប៉ុណ្ណោះទេដោយសារតែលោកមេតបជួយទើបពួកប្រជារាស្ត្រយើងអាចរក្សាជីវិតបានមានអ្វីត្រូវអរគុណទៅដូច្នេះខ្ញុំមិនហ៊ានទទួលទេលោកម្ចាស់ដាក់ខ្លួនពេកហើយជាង10ឆ្នាំមកនេះខ្ញុំគឺរស់នៅក្នុងព្រៃភូមិបិទភ្នែកបិទត្រចៀកដើមឡើយស្មានថាគេមានអាយុច្រើនចរិតរបស់គេក៏អាចប្រែជាល្អឡើងដែរតែស្មានមិនដល់ថាមនុស្សគឺទៅប្រាប់ថាគេមិនត្រឹមតែមិនបានកាយខ្លួនផ្ទុយទៅវិញរឹតតែខ្លាំងដែរទៀតនេះក៏ទុកថាលំបាកដល់លោកដែរខ្ញុំមិនបានអប់រំកូនស្រីឲ្យបានល្អបែរជានាំទុកដល់លោកអញ្ចឹងទៅវិញលោកឪពុកក្មេកពុកកុំនិយាយបាននេះខ្ញុំក៏មានកំហុសរបស់ខ្ញុំដែរគឺថាដើមឡើយណែកូនប្រសាឯងគឺពុកឃើញតាំងពីតូចដល់ធំពុកមិននឹងអាចមិនដឹងពីចរិតរបស់ឯងទៅដើមឡើយខ្លាចតែជាឪពុកក្មេកនឹងកូនប្រសាជានិស្ស័យដែលល្អជាងគេចុងក្រោយបែរជាធ្វើបាបឯងធ្វើឯងនេះបាត់បង់ឆន្ទៈឯងថាទៅពុកមានមុខអ្វីមកជួបអ្នកទាំងអស់គ្នាទៅហើយថ្ងៃនេះឯងគឺសរសេរលិខិតលែងលះមួយច្បាប់ទៅពុកនឹងនាំកូនចង្រៃនេះត្រឡប់ទៅវិញភ្លាមនិយាយថាមនុស្សគ្រួសារកើមកហើយលោកស្រីប្រកាសជានាំអ្នកផ្ទះទៅជប់លៀងទទួលហើយមិនក៏អ្នកនាងមកវិញមុនអញ្ចឹងគ្រួសារពួកគេលោកលើនឹងគ្នាខ្ញុំទៅចូលរួមធ្វើអីទៅពេលមុនខ្ញុំយកថាបងចដុនមួយសយជប់នឹងម្ដាយដែលមិនចាស់គិតបែបនេះពេលនេះតែដឹងថាវាសនារបស់គាត់ពិតជាល្អមែនមានម្ដាយមានដែលស្រឡាញ់គាត់យ៉ាងនេះតែស្រីទី2សាំងថាអ្នកនាងទី3មិនមែនជាកូនប្រុសមិនតាន់គ្រប់មួយឆ្នាំផងក៏ឲ្យម្ដាយមីងចិញ្ចឹមនេះទុកថាល្អអីមិនគ្រោះតែងតែមានលៀបបើបងចដុនមួយដូចជាខ្ញុំយ៉ាងអញ្ចឹងធំឡើងនៅក្នុងផ្ទះច្បាស់ជាដូចអ្នកមីងទី2យ៉ាងអញ្ចឹងត្រូវគេស្អប់ខ្ពើមហើយពេលនេះគាត់ធំធាត់ឡើងនៅផ្ទះរបស់លោកតាមនុស្សគ្រួសារគេទុកគាត់ជាត្បូងលើបាត់ដៃមិនដូចជាខ្ញុំទេលោកយាយមិនឆ្លាញ់ម្ដាយមកត្រាក់ត្រាំហើយមានថ្ងៃទី2ដែលគ្មានបំណងល្អម្នាក់អប់រំទៀតខ្ញុំទៅមានវាសនាមិនល្អមែនគ្រួសារទាំងមូលមានអ្នកណាដែលមិនឆ្លាញ់អ្នកនាងទេឯងមិននឹងអាចចាក់ចេញដល់ខ្លួនឯងបានទេមិនតន់ជម្រាបសួរលោកម្ចាស់កើទេដូច្នេះខ្វះសុជីវធម៌ពេកហើយលោកម្ចាស់កើក៏មិនមែនមកលេងនោះដែរគឺមកធ្វើកិច្ចការធំខ្ញុំជាក្មេងម្នាក់នៅធ្វើអីទៅមើលពូទី2សរសេរលិខិតលេងលះគ្នាប្រហែលឆ្នាំនេះមានទី2ធ្វើបាបខ្ញុំតិចទេឬមួយខ្ញុំត្រូវស្ដាប់លោកម្ចាស់កើសំទោសខ្ញុំទៀតទេប៉ុន្តែរឿងនៅថ្ងៃនេះគឺខ្ញុំកាត់មិនបានម៉ត់ចត់ថ្ងៃក្រោយនឹងកែប្រែវិញប្រកាសជាកែខ្លួនឆាប់ទៅតាមម៉ែទៅគោរពលោកម្ចាស់កើនិងអ្នកស្រីកើតដែរកុំឲ្យគេចាំយូរពេកអំស្រីនាំខ្ញុំទៅផ្ទះវិញទៅខ្ញុំចង់ទៅផ្ទះវិញយ៉ាងចំគួនគ្រួសារឆឹងទៅជាផ្ទះរបស់ឯងទីនេះមានឪពុកម្ដាយមានអ្នកផ្ទះរបស់ឯងមានតែនៅគ្រួសារឆឹងទេទើបមានអនាគតខ្ញុំមិនចង់បានអនាគតទេខ្ញុំចង់បានអ៊ំប្រាអ៊ំស្រីអ្នកបងចូលមកចុះល្អប្អូនស្រីសំគ្រប់អ៊ំស្រីនេះគឺនាវមែនទេមើលទៅក៏ម្នាក់នេះឆ្លាតណាស់មកឆាប់អង្គុយចុះទៅ
ក្មួយស្រីរបស់ខ្ញុំ អ្នកបងជប់និយាយទេគ្រួសាររបស់យើងជាសាច់ញាតិនឹងគ្នាគ្មានអ្វីដែលមិនដឹងច្បាស់ទេបងស្រីក៏ធ្លាប់រងទុក្ខលំបាកឲ្យសាតគេដែរតែក្រោយមកគេរៀបការចូលគ្រួសារឯងដល់វេនឯងរងទុក្ខហើយលើកនេះគេត្រូវលោកម្ចាស់កើនាំទៅវិញនឹងធ្វើឲ្យបងរងទុក្ខទៀតហើយនិយាយទៅខ្ញុំក៏មិនគប្បីចំពោះបងដែរយ៉ាងកុំស្ដាប់ដូចគេនិន្ទាម្ដាយរបស់ឯងក៏យល់ថាខ្មាស់អៀនឈ្មោះក្បាលចុះអីអ្វីដែលពួកយើងទទួលបានពីឪពុកម្ដាយមិនត្រឹមតែជារាងកាយនិងសម្បុរស្បែករបស់ឯងទេនៅមានចរិតរបស់ឯងទៀតបើឪពុកម្ដាយមានចរិតល្អឯងក៏រៀនសូត្រធ្វើតាមឲ្យបានល្អបើឪពុកម្ដាយមានចំណុចខ្វះខាតឯងក៏ទុកវាជាមេរៀនចាំទុកចរិតលក្ខណៈរបស់ឯងទៅជាគ្រឿងលម្អដែលល្អបំផុតដែលមាននៅលើខ្លួនរបស់ឯងពេលនេះងើយក្បាលរបស់ឯងឡើងមកគេនិយាយថាកូនប្រុសមានឆន្ទៈ4ទិសឬមួយមនុស្សស្រីគឺមានតែឯងរស់នៅដែលពឹងផ្អែកលើឪពុកម្ដាយរហូតឪពុកម្ដាយមិនអាចធ្វើជាក្នុងឯងរបស់ឯងអស់មួយជីវិតនោះទេមានតែទឹកចិត្តរបស់ឯងរឹងមាំទេទើបមិនខ្លាចព្រមរលំសមុទ្ររីងមិនថាពេលណាទីណាទេគឺត្រូវតែរឹងមាំឯករាជ្យដូចជាដើមឈើធំមួយដើមយ៉ាងអញ្ចឹងថ្ងៃក្រោយឯងត្រូវទៅរៀនឲ្យបាន 3-4 ភាគនៃអ៊ំស្រីធំអញ្ចឹងគឺគ្រប់គ្រាន់ហើយហេតុអីមិនផឹកទៅដោះគោជូរអញ្ចឹងអ៊ំស្រីភ្លុកមើលទៅដោះគោជូររបស់គ្រួសារយើងទៅឆ្ងាញ់ខ្លាំងណាស់នាវពិតជាចេះគិតមែនបងស្រីនៅតែមានចិត្តទលាយដេចកាលពីមុនអត់ដែរយ៉ាងដែលអប់រំចេញមកចរិតលក្ខណៈរំទុំត្រឹមត្រូវមិនដូចជានាវកូនខ្ញុំទេត្រូវតែគល់ការក៏មិនដឹងថារឿងទាំងអស់នេះនៅអាចតន់ពេលឬក៏អត់នោះទេការអប់រំកូនគ្មានអ្វីដែលមិនតន់ពេលនោះទេទោះបីជាកូនអាយុច្រើនហើយឲ្យតែអ្នកជាម្ដាយដែលមានដង្ហើមគឺមានភារកិច្ចបង្រៀនពួកគេឲ្យចេះយ៉ាងរបស់យើងធ្វើត្បិតតែមនុស្សពឹកតម្រុនបន្តិចតែល្អត្រង់គេស្លូតបូតស្ដាប់បង្គាប់សង្ឃឹមថាថ្ងៃក្រោយប្អូនស្រីកុំស្អប់ខ្ពើមគេឲ្យសោះខ្ញុំចូលចិត្តបងស្រីតាំងពីដំបូងយ៉ាងដែលបងស្រីអប់រំចេញមកខ្ញុំរត់ទៅស្រឡាញ់ថែមទៀតមិននឹងអាចស្អប់ខ្ពើមទេចាប់ពីថ្ងៃនេះទៅយ៉ាងគេដូចជាកូនស្រីបង្ការរបស់ខ្ញុំយ៉ាងអញ្ចឹងមិនអាចឲ្យគេរងទុក្ខលំបាកអ្វីជាដាច់ខាតតែម៉ែនៅមានអ្វីផ្ដាច់ម៉ែប្រាប់ថាឲ្យទៅជម្រាបសួរលោកម្ចាស់កើហេតុអីក៏ចង់ទៅវិញទៀតហើយតែម៉ែប៉ាជាមិនយល់ថាលោកម្ចាស់កើគឺទៅសម្រាប់មែនទេដឹងបើពេលនេះខ្ញុំទៅប្រហែលជាអាចឃើញមានទី2ត្រូវក៏បដៅទៀតហើយរកមើលគឺម៉ែចង់ទៅលុបស្ដាប់គេទេបើសិនជាបែបនេះខ្ញុំអាចមិនដល់ម៉ែទៅបានម៉ែសួរឯងហេតុអីក៏ឯងចង់អាដាមចាត់ទឹកដោះគោជូនអ៊ំស្រីកើអញ្ចឹងយ៉ាងនៅទីនោះនៅឡើយទេចេញមុខចេញមាត់យ៉ាងនេះតែទុកគេជាអ្នកណាទៅខ្ញុំគ្រាន់តែយល់ថាអ៊ំស្រីកើនិយាយស្ដីពីរោះស្ដាំខ្ញុំចូលចិត្តមនុស្សដែលមានចរិតបែបនេះគាត់ធ្វើបែបនេះទៅហេតុអីក៏ម៉ែគាត់ចំពោះខ្ញុំបែបនេះអញ្ចឹងតែម៉ែក៏ទៅភ្នែកនឹងខ្ញុំចង់តែគិតខ្ញុំទៅរកផ្លូវអាក្រក់តែប៉ុណ្ណោះនៅក្នុងចិត្តម៉ែបងចដូនមួយគឺរៀបសារ
ខ្ញុំបែរជាគ្មានមេត្តាហេតុនេះខ្ញុំធ្វើរឿងអ្វីក៏មានល្បិចកលនៅក្នុងចិត្តដែរ បើកុំតែពេលធម្មតាឯងធ្វើការហួសហេតុម៉ែក៏មិនដល់ថ្នាក់យល់ច្រឡំនឹងឯងបែបនេះដែរបើឯងដូចជាបងចដូនមួយឯងអញ្ចឹងរំទុំឧស្សាហ៍ព្យាយាមអ្នកផ្សេងឃើញឯងក៏ប្រកាសជាគិតទៅរកផ្លូវល្អហើយខ្ញុំងងខ្លាំងមិនអាចរៀនតាមបងស្រីយ៉ាងបានទេតែខ្ញុំពិតជាសោកស្ងាញ់គាត់ណាស់ដែលមានអ៊ំស្រីកើអប់រំតាំងពីតូចមកខ្ញុំគ្មានអ្នកណាអប់រំតាំងពីតូចមកមិននឹងអាចប្រៀបបានទេខ្ញុំមិនបាច់ខឹងទេខ្ញុំមានវិធីមួយដើម្បីសុខភាពរបស់អ្នកម៉ែក្រោយពេលលើកនេះហើយក៏មិនចាំបាច់សម្លឹងមើលខ្ញុំរហូតដែរតែសម្លឹងមើលបងចដូនមួយដែលល្អឥតខ្ចោះឲ្យបានច្រើនធ្វើបែបនេះម៉ែមិនចាំបាច់ខឹងនោះទេមិនអីទេកងតបដែលរឹងរូសយ៉ាងណាក៏ម៉ែអាចបដាគេបានដែរគ្រាន់តែមនុស្សស្រីរឹងរូសម្នាក់ប៉ុណ្ណោះថ្ងៃក្រោយម៉ែច្បាស់ជាមានមធ្យោបាយអប់រំឯងតាមស្រួលតែយកចិត្តមនុស្សដែលមានចិត្តប្រកាន់ចំពោះឯងនោះដដែលចុះល្អចិត្តដាច់បន្តិចយ៉ាងណាឯងគ្មានសាច់ញាតិអាចពឹងផ្អែកបានហើយក៏គ្មានមិត្តភក្តិអាចជួយចែករំលែកគ្នាបានដែរមនុស្សដែលស្អប់ឯងច្រើនជាងមនុស្សដែលស្រឡាញ់ឯងឆ្ងាញ់ណាស់លែងមានត្រកូលកើហើយប្រកាសជានៅអាចមានអ្នកផ្សេងទៀតយកល្អចំពោះខ្លួនឯងបន្តិចកុំសូវសង្ឃឹមចំពោះអ្នកផ្សេងច្រើនពេកអីទៅជីវិតរត់តែមានសេរីភាពថែមទៀតដោយសារម្ដាយខ្ញុំអាយុច្រើនហើយគឺមិនអាចជូនដំណើរបានទេខ្ញុំមិននឹងមានមុខមាត់ឲ្យអ្នកដលងជូនដំណើរទៀតទៅក្មួយប្រុសឯងចូលចិត្តរៀនសូត្រតាំងពីតូចមករឿងគ្រួសារបំផ្លាញឯងហើយបើឯងមានចិត្តចង់រៀនសូត្រទៀតនោះទៅភ្នំប៉ៃលូលើកនេះគឺច្បាស់ជាអាចនឹងរៀនសូត្របានសម្រាប់ជាមិនខាននោះទេត្រូវតែខំប្រឹងបន្តទៀតទឹកចិត្តរបស់លោកម្ចាស់ខ្ញុំពិតជាមិនគប្បីទេឯងកុំបន្ទោសខ្លួនឯងក៏មិនត្រូវគិតថាខ្លួនឯងនេះអាយុច្រើនតាំងពីដើមមកមនុស្សទេពជាច្រើនសិតតែមានអាយុច្រើនទើបបានជោគជ័យពួកយើងមិនអាចប្រៀបនឹងសមិទ្ធផលរបស់មនុស្សទេពបានតែប្រៀបធៀបនឹងកម្លាំងគួរតែបានហើយថ្ងៃក្រោយពេលឯងរៀនចប់ត្រឡប់មកស្រុកកំណើតវិញត្រូវតែបង្កើតសាលារៀនមួយមិនថាមានឬក្រឲ្យតែគេព្រមរៀនពួកយើងនឹងរៀននោះមិនធ្វើឲ្យខ្ញុំឯណែដែលជាមនុស្សចាស់ខកបំណងនោះទេណាសូមឲ្យដូចសម្ដីរបស់លោកម្ចាស់ខ្ញុំច្បាស់ជាមិនធ្វើឲ្យអស់សង្ឃឹមនោះទេល្អបងតុកតែរៀនឲ្យស្ងប់ចិត្តចាស់កិច្ចការនៅក្នុងផ្ទះខ្ញុំនឹងរៀនសូត្រឲ្យបានល្អម្ដាយរបស់ឯងគឺត្រឡប់ទៅតកូលកើវិញពុកក៏ត្រូវធ្វើដំណើរទៅឆ្ងាយទៀតពីពេលនេះតទៅគឺមិនអាចមើលថែឯងបាននោះទេអ្នកបងយ៉ាងមានចរិតទន់ខ្សោយធ្វើត្បិតតែអ្នកបំរើលើក្បែរខ្លួនទម្លាប់ទៅហើយតែខ្ញុំនៅតែមិនទុកចិត្តហេតុនេះសង្ឃឹមថាបងប្រុសនិងអ្នកបងអាចនឹងជួយមើលថែផងបែបនេះខ្ញុំទៅប៉ៃលូក៏អាចរៀនសូត្រដោយស្ងប់ចិត្តដែរទៅប្អូនទី2ទុកចិត្តចាស់ខ្ញុំច្បាស់ជាអប់រំយ៉ាងដូចជាកូនស្រីបង្កាត់យ៉ាងអញ្ចឹងច្បាស់ជាមិនធ្វើឲ្យយ៉ាងរងទុកលំបាកអ្វីបន្តិចនោះទេយ៉ាងថ្ងៃក្រោយជួបនឹងបញ្ហាត្រូវពិភាក្សាជាមួយអ៊ំស្រីធំឲ្យបានច្រើនឯងត្រូវចាំទុកគ្រួសារឆឹងទើបជាគ្រួសាររបស់ឯងសូមអ៊ំទុកចិត្តចាស់ខ្ញុំដឹងហើយចៅស្រីថ្ងៃក្រោយត្រូវស្ដាប់សម្ដីអ៊ំប្រុសអ៊ំស្រីឲ្យបានល្អបានហើយពាក្យចាស់ពលថាជូនដំណើរពាន់យូរក៏គង់តែបែកគ្នាដែរទាំងអស់គ្នាមិនចាំបាច់ជូនទេខ្ញុំម្លេះគឺលាសិនហើយសូមលោកម្ចាស់ថែខ្លួនផង